បាទសួស្តីថ្ងៃនេះប្រមូលផលត្រប់ខ្លួនឯងបាទនេះយើងបេះតម្រះជើងទេបងប្អូននេះដើមត្រប់របស់យើងបងប្អូនណាមានក្តឹបបន្តមកក្តឹបវាក្តឹបបន្តមកហើយអញ្ចឹងបងប្អូនមានក្តឹបមានផ្កាបន្តមកហ្នឹងសម្រាប់ត្រប់យើងបានប៉ុណ្ណឹងជាតិនៃចំការបាទមានច្រើនដែរបងប្អូនប្រហែលជាមហាត់ដែរបងប្អូនហ្នឹងណាតម្រះជើងនេះបងប្អូនប្រហែលជា4ថ្ងៃទៀតបានបេះប្រមូលម្ដងទៀតហ្នឹងហើយបងប្អូនកុំភ្លេចជួយតាមដានផងហើយរាល់ការបេះប្រមូលផលពេលបាញ់ថ្នាំអីផ្សេងហ្នឹងហើយខ្ញុំប្រាប់បន្តធ្វើវីដេអូឲ្យជូនបន្តបាទបង្ការល្អហើយបងប្អូនយើងតម្រះជើងបានតិចទេត្រប់ស្រួយណាបងប្អូនត្រប់ស្រួយហ្នឹងហើយវានោះបើមានរោគខ្លះដើមខ្លះវារៀងឡើងលឿងបងប្អូនកំបាញ់កែវាហ្នឹងហើយអានេះយើងទុកបេះ3ថ្ងៃក្រោយមានក្តឹបមានការបន្តមកបងប្អូនបាទហ្នឹងហើយចេញមកបន្តហើយមានការបន្តមានការបន្តចុងទៀតនោះអ្នកបេះមួយទៀនម្នាក់ទៀតនៅនោះបងប្អូនហ្នឹងហើយទិដ្ឋភាពត្រប់ស្រួយយើងวันនេះប្រហែលជារសៀលបានដាក់ទឹកទៀតហើយបងប្អូនព្រោះដីស្ងួតបាត់ហើយបងប្អូនដាក់ទឹកម្សិលមួយថ្ងៃបងប្អូនមានប៉ុណ្ណឹងបាទអរគុណច្រើន